បាទជំរាបសួរបងប្អូនអរគ្នាបាទថ្ងៃនេះខ្ញុំមានម៉ូតូមួយគ្រឿងយកមកផុសលក់ជូនបងប្អូនទៀតបាទម៉ូតូជិះផ្ទាល់ខ្លួនឯងបាទមិនម៉ូតូខ្ញុំទេប៉ុន្តែយ៉ាងម៉ូតូគាត់អ្នកជិះឲ្យគាត់ចង់លក់ចង់និយាយចឹងបងប្អូនបាទចង់និយាយចឹងបាទម៉ូតូនេះដែរគឺ Vespa បងប្អូនស្គាល់ហើយម៉ូតកំពុងពេញនិយម on trend បាទជិះ Vespa គឺ M30 ហ្មងបាទស្អីក៏ដាញ់ប៉ូលីសក៏ដាញ់ឲ្យតែជិះខុសច្បាប់ប៉ូលីសក៏ដាញ់ស្អីក៏ដាញ់ជិះខុសច្បាប់ប៉ូលីសដាញ់ស្អីដាញ់បាទនិយាយលេងសើចបងប្អូនមកអញ្ចឹងអានេះគឺ Vespa ស៊េរីឆ្នាំ2021បងប្អូនបាទVespa នេះដែរជាប្រភេទម៉ូតូគាត់ជិះផ្ទាល់ហើយគាត់ចង់លក់អញ្ចឹងទៅបាទហើយអញ្ចឹងខ្ញុំយកមកផុសទៅឲ្យគាត់ឆាប់លក់ដាច់អញ្ចឹងទៅតាមរយៈបងប្អូននៅក្នុង channel យើងហ្នឹងគាត់ចង់ជិះ Vespa សាកអានេះមួយមើលបាទ Vespa ដែរពណ៌ខ្មៅស្អាតបងប្អូន2021ហើយខ្ញុំអត់ដឹងថា Vespa នោះវាមានលក្ខណៈពិសេសអីខ្លះទៀតខ្ញុំអត់ដឹងដែរព្រោះខ្ញុំអត់ដែលដឹងពីព័ត៌មានច្រើនពី Vespa ដែរគាត់ថាដឹងថាម៉ូតូនេះគឺគាត់ចង់លក់ឲ្យគាត់ផុសហើយគាត់ពឹងខ្ញុំដែរជួយលក់ឲ្យដែរអញ្ចឹងខ្ញុំក៏យកមកផុសលក់តាមរយៈ channel ខ្ញុំទៅដោយសារ channel ខ្ញុំលក់ម៉ូតូស្រាប់បាទអញ្ចឹងបងប្អូនចាប់អារម្មណ៍ complete តំណងតាមរយៈលេខទូរស័ព្ទនៅខាងលើវីដេអូបងប្អូនណាបាទម៉ូតូនេះបើមើលតាមមុខភាពវានៅថ្មីច្រើនអាចខ្ទង់ថាពី80% ដែរបាទ condition មានថាភាពស្អាតរបស់វាច្រឡំ condition គឺខ្ទង់80% ដែរបងប្អូនបាទវានៅស្អាតច្រើនមកយើងមើលតាមរយៈរូបភាពណាតែផ្ទាល់យ៉ាងម៉េចខ្ញុំអត់ទាន់ដឹងដែរតែគាត់ថាម្ចាស់ម៉ូតូគាត់ធានាថាម៉ូតូនៅសំណុំនៅអីចឹងណាបាទអញ្ចឹងអូខេបងប្អូនឆ្លាញ់ពេញចិត្តតំណងតាមរយៈលេខទូរស័ព្ទហើយខ្ញុំនឹងប្រាប់តម្លៃបងប្អូនថាវាតម្លៃប្រមាណបងប្អូនបាទម៉ូតូនេះគឺតម្លៃ 2000 ជាងបងប្អូនបាទចង់ដឹងច្បាស់ថា 2000 ប៉ុន្មានបងប្អូនតាក់ទងតាមរយៈលេខទូរស័ព្ទមកបងប្អូនណាបាទគឺមកមើលម៉ូតូផ្ទាល់បាទបងប្អូនបាទម៉ូតូគឺនៅខាងយើងពេញផ្លូវជាតិលេខ 3 នេះទេបងប្អូនបាទអាចមើលបានបងប្អូនណាបាទហ្នឹងហើយខ្ញុំមានតែប៉ុណ្ណឹងវីដេអូហ្នឹងតែគាត់ថាវីដេអូអនុស្សាវរីយ៍នីតិវែងទៀតខ្ញុំគាត់តែចង់និយាយធូរពីការលក់ម៉ូតូអញ្ចឹងទៅបងប្អូនបាទអញ្ចឹងម៉ូតូនេះគឺចំពោះ channel នេះគឺខ្ញុំធ្វើអំពីការលក់ម៉ូតូហើយចំពោះរយៈពេលកន្លងមកខ្ញុំបានផ្អាកធ្វើច្រើនដោយសារខ្ញុំរវល់ការងារហើយចឹងតែឥឡូវខ្ញុំទៅនេះខ្ញុំឆ្លៀតធ្វើអញ្ចឹងទៅខ្ញុំមិនបោះបង់ចោលទេគោលដៅខ្ញុំទៅថ្ងៃមុខខ្ញុំធ្លាប់និយាយហើយខ្ញុំនឹងមានការជាថតវីដេអូ review ម៉ូតូនិងលក់ម៉ូតូគុណភាពជូនបងប្អូនយកទៅប្រើប្រាស់បាទហើយបងប្អូនដែលទិញតាមរយៈ channel ខ្ញុំគឺដឹងតែទុកចិត្តហ្មងបងប្អូនបាទតែបច្ចុប្បន្ននេះគឺខ្ញុំគ្រាន់តែយករូបភាពមកផុសកាត់ហើយខ្ញុំនិយាយ voice over ពីលើធម្មតាទេហើយតែថ្ងៃមុខទៅគឺយើងអាចនឹងមានជាលក្ខណៈលក់ម៉ូតូបែបស្តង់ដាមិនដឹងលក់បែបយ៉ាងម៉េចអត់ដឹងទេដឹងតែថាថ្ងៃមុខទៅនឹងមានវីដេអូ review ច្បាស់ល្អជាងនឹងបន្ថែមទៀតបងប្អូនណាបាទចុះបងប្អូនស្រឡាញ់ពេញចិត្តចំពោះម៉ូតូមួយគ្រឿងនេះក្តីឬក៏ម៉ូតូនៅក្នុង channel ខ្ញុំដែលខ្ញុំផុសលក់ទាំងបានហ្នឹងបងប្អូនចង់ដឹងតម្លៃចង់ដឹងទីតាំងបងប្អូនសូមតម្លាក់លេខក្នុង comment ក៏បានឬក៏បងប្អូនតាក់ទងតាមរយៈលេខនៅខាងលើវីដេអូក៏បានខាងដើម្បីយើងអាចពិភាក្សាជួបគ្នានិយាយតម្លៃមើលម៉ូតូមើលអីចឹងណាបងប្អូនបាទបើសិនជាបងប្អូនគ្រាន់តែ comment ថាតម្លៃប៉ុន្មានអាហ្នឹងវាព្រោះថាតម្លៃខ្ញុំប្រាប់ក្នុងវីដេអូហើយអញ្ចឹងខ្ញុំពិបាកក្នុងការឆ្លើយមែនតើព្រោះប្រាប់ក្នុងវីដេអូហើយអញ្ចឹងណាឬក៏បងប្អូន comment លក់នៅអីនៅអញ្ចឹងពេលខ្លះខ្ញុំអត់បានមើលតែបងប្អូនថាចង់ដឹងច្បាស់បងប្អូនតម្លាក់លេខទូរស័ព្ទទៅនៅលើវីដេអូដែលខ្ញុំផុសហ្នឹងខ្ញុំមកបងប្អូនចង់ដឹងតម្លៃបងប្អូនតេតាមលេខមកលើវីដេអូនៅក្នុងវីដេអូហ្នឹងក៏បានបងប្អូនតម្លាក់លេខមកក្នុង comment ក៏បានខ្ញុំពេលខ្ញុំឃើញខ្ញុំតាក់ទងទៅបងប្អូនវិញអញ្ចឹងណាកុំឲ្យថាបងប្អូនសួរហើយដល់ពេលហើយអត់មានអាចតាក់ទងគ្នាបានខ្ញុំបាន reply comment អីវាអាចជាយូរដែរអញ្ចឹងណាចឹងបងប្អូនតម្លាក់លេខទៅខ្ញុំឃើញខ្ញុំតេទៅហ្មងហើយបងប្អូនឃើញលេខខ្ញុំលើវីដេអូតេមកហ្មងអាហ្នឹងវាលឿនបាទឆាប់បានម៉ូតូយកទៅជិះដឹកសក់វិញអញ្ចឹងណាបាទហ្នឹងហើយចឹងបងប្អូនចំពោះវីដេអូនេះខ្ញុំក៏អត់មានអីច្រើនហើយខ្ញុំមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាបងប្អូននឹងជួយគាំទ្របន្តការចុច like subscribe ដាក់សញ្ញាកណ្ដឹងទៅលើ channel ខ្ញុំបាទម្នាក់មួយផងបងប្អូនបាទដើម្បីទទួលបានការផុសលក់ម៉ូតូជាច្រើនប្រភេទច្រើនម៉ូតច្រើនម៉ាកមែនតែនបងប្អូនបាទនៅលើ channel មួយនេះហើយបងប្អូនខ្លះក៏រកទិញម៉ូតូក៏អត់ដឹងទៅណាបើក YouTube មកឃើញ channel ខ្ញុំមានស្រាប់ទៀត
គួយអូសមើលបណ្ដោយបាទឆ្លាញ់មួយណាទិញមួយនឹងសំខាន់ឲ្យតែមានលុយបងប្អូនបាទម៉ូតូភាគច្រើនបើសិនជាខ្ញុំផុសជាលក្ខណៈម៉ូតូក្រុមហ៊ុនគឺគាត់មានសេវាកម្មបង់ម្ល៉ូះប៉ុន្តែបើខ្ញុំផុសជាលក្ខណៈម៉ូតូជិះផ្ទាល់ខ្លួនដូចម៉ូតូនេះអីជិះផ្ទាល់ខ្លួនអញ្ចឹងអត់មានការបង់ម្ល៉ូះទេមានតែទិញដាច់បងប្អូនណាបាទអញ្ចឹងខ្ញុំប្រាប់អស់ហើយខ្ញុំពីប្រសេសនៃការធ្វើការរបស់ខ្ញុំទៅលើ channel មួយនេះទៅលើវីដេអូប្រភេទដែលខ្ញុំកំពុងតែបង្កើតមាតិកាឬក៏ content នេះគឺជាទម្រង់បែបហ្នឹងឯងអញ្ចឹងអរគុណច្រើនបងប្អូនជូនពរបងប្អូនទិញម៉ូតូទៅជិះតាមរយៈ channel ខ្ញុំនេះហេងព្រោះលុយចូលផ្ទះបានច្រើនបាទតែកុំឲ្យមានសក់វែងច្រើនបងប្អូនអត់ល្អទេបាទអរគុណច្រើនបងប្អូនជម្រាបលាសុខសប្បាយទាំងអស់គ្នាបាទ